ខ្ញុំសូមអរគុណសម្ដេចប្រធានដែលបានអនុញ្ញាតឲ្យខ្ញុំបានមានមតិជាថ្មីម្ដងទៀតនៅក្នុងបទអន្តរង្គមនេះខ្ញុំសូមស្នើឲ្យតំណាងរាជរដ្ឋាភិបាលមេត្តាពិចារណាទៅលើអនុសាសន៍ចំនួន4ដោយខ្ញុំយល់ឃើញថាតម្លៃអចលនទ្រព្យនៅទីក្រុងភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្តជាពិសេសនៅទីក្រុងភ្នំពេញបានឡើងថ្លៃក្នុង1ហិកតាពី10លានទៅ60លានដុល្លារពីព្រោះមានកន្លែងខ្លះ1ម៉ែត្រការ៉េវា1000ដុល្លារអញ្ចឹង1ហិកតាវា10លានហើយកន្លែងខ្លះទៀតរហូតដល់5000ទៅ6000ដុល្លារក្នុង1ម៉ែត្រការ៉េអញ្ចឹងចំនួននេះសម្បើមណាស់បើយើងក៏លេខមើលមកជ្រុងទៅលើអចលនទ្រព្យនេះបើយើងគ្រប់គ្រងរៀបចំឲ្យបានល្អក៏យើងរកចំណូលបានច្រើនក្រាស់ក្រែលដើម្បីជួយទៅដល់ថវិកាជាតិខ្ញុំបានលើកឡើងពីព្រឹកមិញអំពីទ្រព្យសម្បត្តិសាធារណៈនិងទ្រព្យសម្បត្តិឯកជនរបស់រដ្ឋតាមការប៉ាន់ស្មានរបាយការណ៍នៃអគ្គសាវនាករជាតិប្រហែលជា20%ប៉ុណ្ណោះដែលត្រូវបានធ្វើកម្មសិទ្ធិបញ្ជាក់ថាជាទ្រព្យសម្បត្តិរបស់រដ្ឋអានោះតាមខ្ញុំប៉ាន់ស្មានដូច្នេះបើយើងមិនជំរុញការធ្វើបានកម្មសិទ្ធិគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះឲ្យបានឆាប់ទេយើងបាត់បង់ប្រាក់ថវិកាពីចំណូលក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិសាធារណៈនេះរាប់រយរាប់ពាន់លានដុល្លារហើយរឿងនេះជារឿងដែលមានមិនសូវជាមានអ្នកចាប់អារម្មណ៍ប្រហែលទេប៉ុន្តែការគិតគូរការយល់ឃើញរបស់ខ្ញុំគឺថាជាការចាំបាច់ណាស់ដែលយើងត្រូវជំរុញនៅក្នុងអាណត្តិនេះធ្វើបានកម្មសិទ្ធិជូនទ្រព្យសម្បត្តិរបស់រដ្ឋនេះឲ្យបានគ្រប់ដើម្បីគ្រប់គ្រងឲ្យបានល្អយើងឃើញមានការលក់